Utang Bhagavanta Abhiviyate Mi Bhagavato Bhagavata Dhammo Dhammang Namasami Panno Bhagavato Savakasangho Song Khang Vanti Mi ខ្ញុំបកណាសូមលើកនៅបន្ថយវិដកទី7ទំព័រ288ឆាន់បបពុទាំងបេបាសាំងជាបនេតិវាតាំងសោឆេសោថេតិវត្ថੰបរិណាមេតិវត្តੰភេសជ្ជៈ មេតាំងសុខៈតេនៈវិនេតាំងតាស្មាហេយតុមយាគុំអលៈមេវៈទាតុមនិច្ចំមនុសេនៈសុខៈថេកេនៈទិថ្វានិវាបដ្ឋយតាសុខានិមនុស្សៈសោភៈកៈត មិច្ឆតាមេតិបបនោះតែងកំចាត់បងសេចក្តីឃ្លានមួយសេចក្តីស្រេកមួយនិងញ៉ាំងខ្យល់ឲ្យបានដើរស្រួលមួយញ៉ាំងសរសៃឲ្យស្អាតមួយញ៉ាំងផាត់ឲ្យរលួយមួយនេះជាភេសជ្ជៈ ដែលព្រះតថាគតទ្រង់សរសើរហើយព្រោះហេតុនោះអ្នកមានសេចក្តីត្រូវការចង់បានសេចក្តីសុខរបស់មនុស្សក្តីប្រាថ្នាសេចក្តីសុខជារបស់ទឹកក្តីចង់បានសេចក្តីល្អរុងរឿងក្នុងមនុស្សក្តីគួរឲ្យបបរជានិច្ចសូមអនុមោទនា Nantiខ្ញុំកណាសូមលើកឡើងនៅព្រះសតនបិដកខត្តកនិកាយចតុត្តភាគ52លេខ4និកវៈទី23ពលអំពីសត្វដំរីមួយរឿងរបស់ព្រះសាស្តា32ព្រះសាស្តាការប្រកាសនៅក្នុងក្រុងកោសំពីទ្រង់បានប្រពព្រះអង្គឯងត្រាស់ ព្រះធម្មទេសនានិថានអហង្នាគោវៈតថាគតដូចជាតម្រៃជាដើមព្រះសាស្តាត្រូវពុមិច្ឆាតតិជេខ្ញុំបានពោលឲ្យពុស្ដាហើយក្នុងអត្ថកថានៃព្រះគិថាដំបូងក្នុងអបមាតវៈនោះឯងពិតណាស់ ក្នុងទីនោះខ្ញុំពោលទុកដូចនេះថាព្រះនាងមាគន្ធិយាមិនអាចធ្វើអ្វីដល់ស្ត្រី500នាក់មាននាងមានព្រះនាងសមាវតីជាប្រធានបានទើបទ្រង់ត្រិះរិះថាយើងនឹងធ្វើវត្ថុដែលគួរធ្វើចំពោះព្រះសមណគោតមឲ្យបានលុះទ្រង់ត្រិះរិះដូចនេះហើយ ទើបឲ្យប្រាក់ឈ្នួលអ្នកនគរច្រើនអ្នកបង្គាប់ថាអ្នកទាំងឡាយព្រមទាំងភាសានិងកម្មករចូលជេរព្រះសមណគោតមក្នុងកាលដែលស្ដេចចូលកាន់ព្រះនគរឲ្យជៀសចេញទៅពួកអ្នកក្រៅសាសនាមិនជ្រះថ្លាក្នុងព្រះរតនត្រ័យបានតាមជេរ តាមផ្ដាសាព្រះសាស្តាដែលស្ដេចយាងចូលទៅក្នុងព្រះនគរដោយអកោសវត្ថុ10យ៉ាងថាជាលោកជាចៅលោកជាបុគ្គលពីលជាមនុស្សវែងជាអូតជាគោជាលាជាសត្វនរកជាសត្វនិច្ឆានសុគតមិនបានមិនមាន សម្រាប់លោកទេទុកតិប៉ុណ្ណោះ
ដែលក៏បីសង្ឃឹមព្រះអានន្ទទូយាងស្ដេចទៅកាន់នគរដតីក៏ស្ដេចមិនទៅព្រះអានន្ទស្ដាប់ពាក្យជេរនោះហើយបានក្រាបទូលពាក្យចំពោះព្រះសាស្តាថាបបប្រងដ៏ចម្រើនអ្នកនគរទាំងនេះនាំគ្នាជេរបរិភាពួកយើងចេញចាក់នគរនេះទៅកាន់នគរដតីចោព្រះសាស្តាថាមនីអានន្ទតើយើងទៅកាន់ទីណាព្រះអានន្ទថាទៅកាន់នគរដតីព្រះអង្គព្រះសាស្តាថាប្រសិនបើមនុស្សក្នុងនគរនេះជេរបរិភាហើយទៀតនឹងទៅកាន់ទីណាទៀតណោះព្រះអានន្ទថាទៅកាន់នគរដតីទៀតព្រះអង្គព្រះសាស្តាថាកាលបើមនុស្សក្នុងនគរនោះជេរបរិភាទៀតនឹងទៅកាន់ទីណាទៀតអានន្ទថាទៅកាន់នគរដតីទៀតព្រះអង្គព្រះសាស្តាថាអានន្ទការធ្វើយ៉ាងនោះមិនគួរទេរឿងកើតឡើងក្នុងទីណាការរឿងឲ្យស្ងប់ហើយក្នុងទីនោះទៅគួរទៅកាន់ទីដតីអានន្ទតើពួកណាជាអ្នកជេរព្រះអានន្ទថាជនទាំងអស់តាំងពីជាសកម្មករនាំគ្នាជេរព្រះអង្គព្រះសាស្តាទ្រង់អត់ទ្រាំពាក្យល្មើសបានព្រះសាស្តាថាអានន្ទតថាគតដូចជាដំរីដែលចូលទៅកាន់សង្គ្រាមការអត់ទ្រាំចំពោះកូនសដែលបាញ់ចេញអំពីទឹកទាំង4ជាភារៈរបស់ដំរីដែលទៅកាន់សង្គ្រាមយ៉ាងណាការអត់ទ្រាំចំពោះពាក្យដែលបកគោលទូស្ទល់ដល់ច្រើនជាភារៈរបស់តថាគតដូចក្នុងដូចគ្នាការនឹងទ្រង់សម្ដែងធម៌ប្ររពព្រះអង្គឯងបានត្រាស់ព្រះគាថាទាំងនេះនៅក្នុងនាគវៈថា1អហង្នាគវៈសង្ឃិមេចាបាតោបតិតាំងសារังអធិវិហាសន្តិតិហិសੰទុសៃលោហិពោពពុជណោតន្តាំងអ្នកយន្តិសមិតੰតន្តាំងរាជាភូមិរោហតិតន្តោសេថោមនុស្សសេសុយោហោតិវាក្សន្តិតិខតិវរមសាតារាតន្តាអាជានិយាវៈសន្ទវាកញ្ចវាវៈកញ្ចរាវច្ចវៈមហានិព្វាអដ្ឋតន្តោអត្តោវរាំងតថាគតនឹងអត់ទ្រាំពាក្យល្មើសដោយដំរីកាលអត់ទ្រាំចំពោះព្រួយហើយរបូតចេញអំពីធ្នូក្នុងសង្គ្រាមឆ្នាំព្រោះថាជនទ្រសលមានច្រើនអ្នកពួកជនដែលតែងនាំវាហណៈតែទូមានហើយទៅកាន់ទីប្រជុំព្រះរាជាតែស្ដេចឡើងទៅកាន់វាហណៈតែទូមានហើយបណ្ដាមនុស្សទាំងឡាយមនុស្សណាអត់សង្កត់នៅពាក្យល្មើសបានមនុស្សនោះជាអ្នកមានខ្លួនទូមានហើយឈ្មោះថាជាបុគ្គលប្រសើរបំផុតពួកសេះអាសតរហក្តីសេះជាអាជនីយក្តីសេះសន្ធវៈក្តីដំរីកញ្ចៈដល់ប្រសើរក្តីតែបុគ្គលព្រៀនប្រដៅបានបត់ហើយរាប់ថាជាសត្វប្រសើរបុគ្គលដែលមានខ្លួនទូមានបានបត់ហើយប្រសើរជាងសត្វទាំងអស់នោះអធិប្បាយទៀតថាបណ្ដាបត់ថានាគោវៈប្រែថាដូចប្រៃបត់ថាចាបាតោបតិតាំងដែលរបូតចេញសេចក្តីថារបូតចេញអំពីធ្នូបត់ថាអតិវិក្សੰប្រែថានៅពាក្យល្មើសដែលប្រព្រឹត្តទៅហើយដោយអំណាចនៃអនរិយវោហ
ហា8មានន័យថាម៉េចអនរិយវោហា8គឺពលវត្ថុមិនឃើញថាឃើញមួយពលវត្ថុមិនឮថាឮមួយពលវត្ថុមិនដឹងថាដឹងមួយពលវត្ថុមិនជ្រាបច្បាស់ថាជ្រាបច្បាស់មួយពលវត្ថុដែលឃើញមិនថាមិនឃើញមួយពលវត្ថុបានឮថាមិនឮមួយពលវត្ថុដែលដឹងថាមិនដឹងមួយពលដែលជ្រាបច្បាស់ថាមិនជ្រាបច្បាស់មួយមតថាតិខ្សេកខ្សាំងនិងអត់ទ្រាំសេចក្តីថាតម្រៃធំដែលហត្ថាចាវឹកហាត់ល្អហើយចូលកាន់សង្គ្រាមជាសត្វអត់ធន់មិនរួញរាមិនញញើតចំពោះកូនសដែលបាញ់ចេញមកលើខ្លួនអត់ទ្រាំចំពោះការប្រហារទាំងឡាយមានការប្រហារដោយលំពេចជាដើមយ៉ាងណាតថាគតក៏នឹងអត់ទ្រាំគឺនឹងហាអត់ធន់ចំពោះពាក្យល្មើសដូចពលដូចនោះនេះបទថាទុសៃឡូហេជាអ្នកទុសិលជាអ្នកទ្រុសិលសេចក្តីថាព្រោះលោកីមហាជននេះវាច្រើនជាអ្នកទុសិលតើនិយាយពាក្យសុខសៀនតាមសេចក្តីគាប់ចិត្តរបស់ខ្លួនការអត់ធន់គឺការប្រងើយកន្តើយក្នុងពីនោះជាភារៈរបស់តថាគតបទថាសមិតាំងកាន់ទីប្រជុំសេចក្តីថាក៏ជនទាំងឡាយការនឹងទៅកាន់ទីកណ្ដាលមហាជនក្នុងអូសៀននិងកៃឡាឋានជាដើមរមែកប្រើចំពោះគូឬសេះដែលបងវឹកហើយបោះហើយនាំបានយានហើយទៅបទថារាជាព្រោះរាជាសេចក្តីថាសំបីរាជាការនឹងស្ដេចទៅកាន់ទីដោយជាពលមកនោះទ្រង់រមែងរាជវិហណៈដែលវឹកវើហាត់ហើយប៉ុណ្ណោះបទថាមនុស្សសេសុក្នុងពពួកមនុស្សសេចក្តីថាសំបីក្នុងពពួកមនុស្សដែលទូមានដោយអហរិយមេត្តាពួនកំចាត់មានអ្នកចេញហើយរមែងជាបុគ្គលប្រសើរបទថាយោតិវិសាំងអ្នកដែលស្រាំអត់ទ្រាំក្នុងពាក្យល្មើសបានសេចក្តីថាបុគ្គលណារមែងអត់ធន់គឺរមែងមិនតបតមិនក្រហល់ក្រហាយចំពោះពាក្យល្មើសបែបនោះសំបីគេហាពោលរឿយបុគ្គលអ្នកមានខ្លួនទូហោមានហើយបែបនេះជាបុគ្គលប្រសើរសេះដែលកើតអំពីមេសេះជាមួយនឹងបាឡាឈ្មោះថាសេះអសតរៈសេះដែលដឹងដោយហេតុការដែលសារថីអ្នកបង្ហាត់ឲ្យធ្វើយ៉ាងឆាប់រហ័សហៅថាសេះអាចិន័យសេះដែលកើតក្នុងដែនសេធុឈ្មោះថាសេះសិនទុពៈដំរីធំដែលហៅថាកញ្ចោឈ្មោះថាដំរីធំបទថាអដ្ឋតន្តោបុគ្គលដែលទូមានមុនហើយជាដើមសេចក្តីថាសេះអាសត្វតរៈដីសេះសិនធពុសិនធុបដីដំរីកញ្ចោប្តីចំពោះតែបានទទួលវឹកហាត់ហើយជាសត្វប្រសើរដែលមិនទាន់បានវឹកហាត់មិនប្រសើរតែបុគ្គលណាឈ្មោះថាមានខ្លួនទូមានហើយគឺអស់មានអ្នកហើយព្រោះទូមានខ្លួនដោយអរិយមគ្គទាំង4បុគ្គលនោះរមែងសប្រសើរជាងសេះអសតរៈជាដើមនោះគឺអ្នកក្រៃលែងជាងសេះអសតរៈជាដើមទាំងនោះក្នុងការចប់ព្រះធម៌ទេសនាមហាជនសំបីទាំងអស់ដែលទទួលប្រាក់ឈ្នួលមកឈរជេរតាមថ្នល់និងផ្លូវបំបែកជា3ជាដើមឯងក៏បានសម្រេចសោតបត្តផលដូចនោះឯងចប់រឿង
ព្រះអង្គទុក្ខាបតាចនៈទុក្ខាពិយបតាចនៈពយាសោកាបតាចនិសោកាហោទោសាពេពិបានិណោសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់ទុក្ខទៅដែលដល់ហើយភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយសោកសូមឲ្យជាសត្វបាត់សោកទៅសូមអនុមោទនាអ្នកទេសង្កោចេសារទេសត្តានំកម្មបច្ចយាញាតណាមួយមិនដឹកដល់ប្រែតទាំងឡាយនោះតាមពុទ្ធនាសំលេងព្រះតត្រកកម្មកាយចក្ខភា52លេខ4 23រឿងសាមណេរព្រះសាស្តាប្រថាប់នៅវត្តចេតពលទ្រង់ប្រពសាមណេរទាំងឡាយត្រាស់បឋមទេសនានេះថាអវិជ្ជាបានសាមណេរទៅបានលើថាព្រះមនីម្នាក់ចាត់ចែងឧទេសពតឧទេសពតអីគឺការផ្ាត់ថ្វាយព្រះជាប្រចាំកំណត់ចំនួនអ្នកទទួលដូចជាសង្កល់ផ្ាត់ទុក4លោកចូលទៅវត្តនាំចូលនាំព្រាហ្មណ៍ចាស់ចាស់4រូបមកព្រាហ្មណ៍នោះទៅកាន់វត្តហើយពោលថាបងពុទ្ធលោកម្ចាស់ទាំងឡាយសូមជួយជ្រើសរើសព្រាហ្មណ៍ចាស់ចាស់4រូបដល់ខ្ញុំសាមណេរដែលជាប្រភេទណាស្រស់4រូបដែលមានអាយុ7ឆ្នាំគឺសង្គិជោសាមណេរបណ្ឌិតសាមណេរសោបកសាមណេរវេរេវតសាមណេរក៏បានដល់ព្រាហ្មណ៍នោះព្រាហ្មណ៍រៀបចំអាសនៈទាំងឡាយដែលមានបន្លៃច្រើនទុកឈររងចាំលោកឃើញសាមណេរក៏ក្រោកដោយអំបិលដែលគេដាក់ទៅក្នុងចង្ក្រានភ្លើងពោលថាលោកទៅនៅលោកទៅវត្តនាំមេឃ4អ្នកដែល
ដែលដូចជាចៅរបស់ខ្លួនមកទើបមិនឲ្យសាមណេរទាំងនោះគង់នៅលើអាសនៈទាំងនោះដាក់តាំងក្នុងទីទៀតទៀតឲ្យអង្គុយពោលថាចូលអង្គុយលើតានេះនិងពោលទៀតថាព្រាមលោកចូលទៅរើសព្រាមចាស់ចាស់មកសាវកអគ្គសាវកមិនទទួលភ័ព្វព្រាមណីព្រាមទៅវត្តឃើញព្រះស្រីបុត្រនិមន្តថានិមន្តលោកចាស់ទៅផ្ទះពួកខ្ញុំឲ្យនាំព្រះធរៈទៅព្រះធរៈមកហើយឃើញសាមណេរទាំងឡាយហើយសួរថាព្រាមទាំងនេះបានភ័ព្វហើយឬកាលគេប្រាប់ថាមិនទាន់បានដល់ដឹងថាគេចាត់ចែងទុកភ័ព្វសម្រាប់តែព្រាម4នាក់ប៉ុណ្ណោះដល់គោលថាព្រាមអ្នកចូលឲ្យបានមកអាត្មាវិញទទួលយកបានហើយជាទៅហើយព្រាមណៃសួរថាព្រាមនេះពោលដូចម្ដេចកាលដែលព្រាមប្រាប់ថាលោកប្រាប់ថាព្រាមដែលអង្គុយយ៉ាងនេះទៅពោះបានមកចូលឲ្យបានមកទទួលបាបរបស់ខ្លួនហើយក៏ជាចេញទៅពោលទៀតថាព្រះធរៈនោះប្រហែលជាមិនប្រាថ្នានឹងឆាន់លោកចូលប្រយ័ត្នទៅរើសយកព្រាមតទៅថ្មីមកព្រាមទៅជួបព្រះមហាមុគលានក៏និមន្តដូចលើកមុននាំលោកមកសូម្បីតែព្រះមហាមុគលានឃើញព្រះសាមណេរឃើញសាមណេរហើយក៏ពោលដូចព្រះស្រីបុត្រទទួលយកបានហើយជាចេញទៅគ្រានោះព្រះមណីពោលទៅកាន់ព្រាមថាព្រាមទាំងនេះគង់នោះគង់មិនប្រាថ្នាឆាន់លោកចូលទៅរោងសោករបស់ព្រាមនាំព្រាមចាស់ចាស់អ្នកមកសំណែនសាមណេរទាំងអង្គនេះមិនបានធ្វើឆាន់តាំងអំពីព្រឹកអង្គុយទ្រាំឃ្លានការឃ្លានកាទេវរាជខ្លែងជាព្រាមមកទូមានព្រាមណៃគ្រានោះអាសនៈរបស់សកទេវរាជសម្ដែងអាកាសដាក់ក្តៅដោយអំណាចគុណរបស់សាមណេរទាំងនោះសកទេវរាជពិចារណាមើលក៏ជ្រាបថាសាមណេរទាំងនោះឃ្លានតាំងពីបំពីព្រឹកទ្រង់ត្រេះរិះថាគួរយើងទៅកាន់ទីនោះដូច្នេះទៅខ្លែងធ្វើជាព្រាមចាស់ឡងកោងដោយជារៀបអង្គុយលើអាកាសលើអាសនៈហើយដល់ប្រសើររបស់ពួកព្រាមក្នុងរោងសោតរបស់ព្រាមគ្រាន់តែឃើញសកទេវរាជនោះព្រាមណីក៏គិតថាលើកនេះព្រាមណីរបស់យើងប្រកាសជាពេញចិត្តហើយដូច្នេះគោលថាអញ្ជើញលោកទៅផ្ទះពួកខ្ញុំក៏បាននាំសកទេវរាជទៅកាន់ផ្ទះព្រាមណីក៏គ្រាន់តែឃើញសកទេវរាជព្រាមមានចិត្តត្រេកអរក្រាលកំរាលលើអាសនៈពីរធ្វើឲ្យតែមួយហើយពោលថាលោកម្ចាស់សូមអង្គុយលើអាសនៈនេះចុះកទេវរាជស្ដេចចូលទៅកាន់ផ្ទះថ្វាយបង្គំសាមណេរទាំង4រូបដោយបញ្ចប្រដស្ថានហើយទៅប្រថាត់គង់ផ្លត់ភ្នែនគង់ពុតភ្នែនលើផ្ទៃខាងចុងអាសនៈរបស់សាមណេរទាំងនោះគ្រានោះព្រាហ្មណីឃើញអាការៈរបស់សកទេវរាជក៏ពោលទៅកាន់ព្រាហ្មណ៍ថាព្រាហ្មណ៍ដែលលោកនាំមកមុននេះយ៉ាប់ហើយឥឡូវនេះលោកនាំមនុស្សស្គួតបែបនេះទៀតព្រាហ្មណ៍ថ្វាយបង្គំព្រះថ្វាយបង្គំសាមណេរដូចជាចៅរបស់ពុទ្ធព្រាហ្មណ៍នេះមិនប្រើមិនបានលោកចូលឲ្យគេចេញទៅសកទេវរាជដែលជាព្រាហ្មណ៍ខ្លែងខ្លួនត្រូវគេចាប់ត្រង់កខ្លះត្រង់ដៃខ្លះត្រង់ក្លៀកខ្លះក៏មិនក្រោបព្រានោះព្រាហ្មណីពោលនឹងព្រាហ្មណ៍ដែលជាស្វាមីថាមកព្រាហ្មណ៍ចូលចាប់ដៃម្ខាងខ្ញុំនឹងចាប់ដៃម្ខាងទាំងពីរប្តីប្រពន្ធក៏ចាប់ដៃទាំងពីរហើយវាយខ្នងជួសវៃគ្នាទាញ
ចេញទៅក្រៅផ្ទះចំណែកសិក្ខាទេវរាជក៏ប្រថាប់នៅក្នុងទីនោះដដែលនោះឯងបោះប្រហោះហៅអ្នកទាំងពីរនោះមកទាំងពីរអ្នកប្តីប្រពន្ធត្រឡប់មកឃើញសិក្ខាទេវរាជប្រថាប់នៅក្នុងទីដដែលក៏ស្រែកដោយអាកាសខ្លាចក្នុងគណៈនោះសិក្ខាទេវរាជទើបសំដែងខ្លួនឲ្យដឹងថាជាសិក្ខាទេវរាជដោះមកប្តីប្រពន្ធទាំងពីរនាក់ទើបថ្វាយអាហារដល់សាមណេរទាំងនោះជនទាំង5រូបទទួលអាហារហើយសាមណេរមួយរូបទុំលុបមណ្ឌលនៃហៅជាងចេញទៅមួយរូបទៀតទំលុះចំណែកខាងមុខនៃដំបូលចេញទៅមួយរូបទៀតទំលុះចំណែកខាងក្រោយនៃដំបូលចេញទៅមួយរូបមួយចុះទៅក្នុងផែនដីចេញទៅចំណែកសិក្ខាទេវរាជនៃស្ដេចចេញទៅតាមផ្លូវមួយជនទាំង5នាក់ចេញទៅតាមផ្លូវទាំង5ដោយប្រការដូចនេះពួកសាមណេរដំណើររឿងដែលត្រូវព្រាហ្មណ៍ធ្វើបាបតាំងពីនោះមកក៏ដឹងថាផ្ទះនោះមានឈ្មោះថាផ្ទះ5ប្រហោងពេលសាមណេរមកដល់វត្តភិក្ខុទាំងឡាយសួរសាមណេរថាសាមណេរផ្ទះនោះដូចដេចពួកសាមណេរសូកុំសួរពួកយើងឡើយក៏កើតសេចក្តីក្រោធមិនឲ្យពួកខ្ញុំអង្គុយលើអាសនៈហើយការតែងហើយប្រាប់ឲ្យនាំព្រាហ្មណ៍ចាស់ចាស់មកព្រះអបិជាឃើញពួកខ្ញុំហើយពោលថាគួរឲ្យព្រាហ្មណ៍ដែលអង្គុយទាំងនេះសូមបានមកហើយក៏ចាក់ចេញទៅការមានព្រាហ្មណ៍ចូលថាព្រាហ្មណ៍ចូលOkay, go. Okay.